ររងចាក់ផលិតគ្រឿងបន្លាស់រថយន្តកូរ៉េស្លាប់10នាក់របួស49នាក់បាត់ខ្លួន4នាក់ក្រុមអ្នកជួយសង្គ្រោះកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ទី21ខែមិនិនាបានស្រង់សាកសព10នាក់ចេញពីការបំផ្លាញនៃរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅកណ្ដាលទីក្រុងដេជុនជាកន្លែងដែលអគ្គិភ័យទំនងជាបង្កឡើងដោយការផ្ទុះមួយបានរងរបួសយ៉ាងតិច59នាក់និងបាត់ខ្លួន4នាក់ក្រសួងមហាផ្ទៃនិងសវត្ថិភាពបាននិយាយថាមនុស្ស25នាក់បានរងរបួសធ្ងន់ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ភ្លាមៗថាមានអ្នកណាម្នាក់ស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេមន្ត្រីម្នាក់មកពីនាយកដ្ឋាននៃក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គិភ័យនិងគ្រោះមហន្តរាយផ្សេងទៀតបានប្រាប់ AFP ថាគិតត្រឹមម៉ោង5ព្រឹកនេះយើងយល់ថាមនុស្ស10នាក់បានស្លាប់25នាក់បានរងរបួសធ្ងន់ធ្ងរនិង4នាក់ទៀតកំពុងបាត់ខ្លួនលោកបានបន្ថែមថាយើងក៏យល់ដែរថា34នាក់បានរងរបួសប៉ុន្តែមិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរទេអ្នកពន្លត់អគ្គិភ័យជាង500នាក់ប៉ូលីសនិងបុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងនិងធ្វើប្រតិបត្តិការជួយសង្គ្រោះបន្ទាប់ពីអគ្គិភ័យបានឆាបឆេះកាលពីរសៀលថ្ងៃសុក្រវីដេអូនិងរូបថតពីកន្លែងកាត់ហេតុបានបង្ហាញពីផ្សែងពណ៌ប្រផេះក្រាស់ហុយចេញពីអគារហើយកម្មករខ្លះលោតពីលើអគារលោកណាំដឹកវូប្រធានផ្នែកពន្លត់អគ្គិភ័យនៃសង្កាត់ដេដុកនៃទីក្រុងបាននិយាយថាគ្រោះអគ្គិភ័យបានបំផ្លាញអគាររោងចក្រមួយដែលក្រុមពន្លត់អគ្គិភ័យដំបូងមិនអាចចូលទៅបានដោយសារការភ័យខ្លាចថាវានឹងដួលរលំការស្វែងរកកម្មករដែលបាត់ខ្លួនបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃសុក្របន្ទាប់ពីមន្ត្រីបានដាក់ពង្រាយមនុស្សយន្តពន្លត់អគ្គិភ័យគ្មានមនុស្សបើកដើម្បីធ្វើឲ្យចលនាសម្ព័ន្ធត្រជាក់និងបានធ្វើការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យនេះត្រូវបានគេរាយការណ៍ថានៅម៉ោងប្រហែល 1:18 នាទីយប់យោងតាមទីភ្នាក់ងារសារព័ត៌មានយន្តហ័ព្ទរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាកម្មករសរុបចំនួន170នាក់បាននៅក្នុងរោងចក្រនៅពេលដែលភ្លើងបានចាប់ផ្ដើមយន្តហ័ព្ទបានរាយការណ៍ថាអ្នកស្លាប់ម្នាក់ត្រូវបានគេរកឃើញនៅជាន់ទី2នៃរោងចក្រនិង9នាក់ផ្សេងទៀតនៅជាន់ទី3នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរក្រសួងសុវត្ថិភាពបាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថាភ្លើងត្រូវបានពន្លត់ចាប់តាំងពីម៉ោង 11:48 នាទីយប់ថ្ងៃសុក្រលោកណាំបាននិយាយថាមូលហេតុមិនត្រូវបានគេដឹងភ្លាមៗនោះទេប៉ុន្តែការឆាប់ឆេះហាក់ដូចជាបានរីករាលដាលយ៉ាងឆាប់រហ័សដោយមានសាក្សីរាយការណ៍ថាមានការផ្ទុះក្រុមពន្លត់អគ្គិភ័យបានផ្ដោតលើការទប់ស្កាត់មិនឲ្យឆេះរាលដាលដល់កន្លែងក្បែរនោះនិងយកសារធាតុគីមីចេញពីកន្លែងកាត់ហេតុលោកណាំបាននិយាយថាកម្មករបានប្រមូលមកវិញនៅសារធាតុគីមីដែលមានប្រតិកម្មខ្លាំងជាង100គីឡូក្រាមពីកន្លែងនោះលោកណាំបាននិយាយទៀតថាមនុស្សមួយចំនួនបានរងរបួសពេលពួកគេលោតចុះពីអគារដើម្បីគេចខ្លួនខណៈអ្នកខ្លះទៀតរងការស្រូបផ្សែងយានជំនិះប្រហែល120គ្រឿងនិងគ្រឿងបរិក្ខាររួមទាំងយន្តហោះឡានកាណុងបាញ់ទឹកគ្មានមនុស្សបើកនិងមនុស្សយន្តពន្លត់អគ្គិភ័យ2គ្រឿងសម្រាប់តំបន់ពិបាកទៅដល់ត្រូវបានដាក់ពង្រាយរួមជាមួយនឹងបុគ្គលិករាប់រយនាក់ប្រធានាធិបតីលីចេម៉ាយ៉ុងបានអំពាវនាវឲ្យមានការចល័តបុគ្គលិកនិងឧបករណ៍ពេញលេញដើម្បីទប់ស្កាត់អគ្គិភ័យនិងគាំទ្រប្រតិបត្តិការជួយសង្គ្រោះមន្ត្រីអគ្គិភ័យបាននិយាយថាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តដែលគ្រប់គ្រងរោងចក្រនេះគឺក្រុមហ៊ុនអានជុន Industrial ដែលផលិតបន្ទះបិទបើកម៉ាស៊ីននិងជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Hyundai Motor និង Gearcoff ក្នុងចំណោមអ្នកផ្សេងទៀតនេះបើយោងតាមគេហទំព័ររបស់ខ្លួនមន្ត្រីនៅអានជុនមិនអាចរកបានភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយនេះ